ឆ្នាំ 2012 គឺជាគូបទី20នៃការចុះបញ្ជីប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោកដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍វប្បធម៌ដ៏មហស្ចារ្យនេះលោក Pierre Gillette ដែលជាអ្នកផលិតវីដេអូឯកសារជូនអង្គការ UNESCO ប្រចាំនៅកម្ពុជាបានទទួលការអនុញ្ញាតជួបសម្ភាសជាមួយឯកឧត្តមបណ្ឌិតសភាចារសុកអានឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិអប្សរានៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី8ខែធ្នូឆ្នាំ2011ក្រុមប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីសូមបង្ហាញបទសម្ភាសន៍នេះដែលមានខ្លឹមសារទាំងស្រុងដូចតទៅ Quel est le regard ការឯកឧត្តមមានការយល់ឃើញយ៉ាងដូចម្តេចចំពោះកិច្ចការគណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅថា CIC បានដឹកនាំឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ pour la sauvegarde encore À ma connaissance, oui. តាមខ្ញុំយល់ CIC ដែលបានបង្កើតឡើងកាលពីឆ្នាំ1993គឺជាស្ថាប័នគំរូតែមួយគត់ក្នុងពិភពលោក CIC សម្រាប់អូសៀនអង្គរគឺជាឧទាហរណ៍នៃភាពជោគជ័យរបស់អង្គការ UNESCO សហគមន៍អន្តរជាតិនិងអាជ្ញាធរអប្សរា CIC គឺជាយន្តការអន្តរជាតិមួយដើម្បីសម្រាប់សម្រួលរាល់ជំនួយដែលផ្ដល់ដល់ប្រទេសជាច្រើននិងអង្គការជាច្រើនព្រមទាំងធានាឲ្យមានភាពស៊ីសង្វាក់គ្នារវាងគម្រោងជាច្រើនហើយនៅពេលឃើញថាចាំបាច់ CIC សម្រាប់ពីក្របខ័ណ្ឌបច្ចេកទេសនិងហិរញ្ញវត្ថុនៃការអនុវត្តគម្រោង Projet. Et en définissant, quand cela s'avère nécessaire, les normes techniques et financières de la mise en œuvre. Tout en étant une instance politique. ទោះបីជាយន្តការការទូតមួយដែលប្រទេសនិងអង្គការអន្តរជាតិជាច្រើនបានចូលរួមតំណាងតាមកម្រិតការទូតក៏ CIC នៅតែជាតួអង្គបច្ចេកទេសដ៏សំខាន់ដែលតំណាងដោយអ្នកជំនាញខាងអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពជាច្រើនរូប En conservation et en développement durable. ក្នុងន័យនេះការធ្វើកសោវិច័យនៅក្នុងកម្រិតខ្ពស់មួយក្នុងក្របខ័ណ្ឌច្បាប់ផ្ដល់ឲ្យអាជ្ញាធររដ្ឋាភិបាលធ្វើការពិភាក្សានិងផ្លាស់យោបល់ជំវិញការងារដែលពាក់ព័ន្ធនឹងអូសៀនអង្គរ Les autorités លើកវិញទៀតបទពិសោធន៍ដ៏ច្រើនដែលផ្ដល់ដោយក្រុមការងារជាតិដៃគូយើងនិងស្ថាប័នអន្តរជាតិនិងតំបន់ដែលធ្វើការក្នុងទិសដៅការការពារការអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរបានបន្សល់ទុកឲ្យយើងនៅបរិមាណដ៏ច្រើននៃឯកសារនិងគ្រឹះទិន្នន័យគ្រប់គ្រាន់ dédiés à la préservation et développement du site du patrimoine mondial d'Angkor nous ont laissé une énorme quantité de documentation et des bases de données complètes. Le mécanisme et le rôle du CIC deviennent aujourd'hui យន្តការនិងទូនាទីរបស់ CIC បាននឹងកំពុងក្លាយទៅជាគំរូមួយក្នុងពិភពលោកនាពេលបច្ចុប្បន្នដើម្បីផ្លាស់ប្ដូរចំណេះដឹងនិងការអនុវត្តល្អៗនៅក្នុងវិស័យការពារនិងការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាពនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោក par conséquent ជាលទ្ធផលដើម្បីចូលរួមវិភាគទានក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រតិបត្តិការជាច្រើនក្នុងកម្រិតមូលដ្ឋានកម្រិតជាតិកម្រិតតំបន់និងកម្រិតអន្តរជាតិក៏ដូចជាលើកកម្ពស់សមត្ថភាពព្រមទាំងធានាសកម្មភាពអភិវឌ្ឍធនធានមនុស្សនិងស្ថាប័នក្នុងវិស័យនេះរដ្ឋាភិបាលនៃប្រជាជនកម្ពុជាស្នើសុំបង្កើតនៅខេត្តសៀមរាបមជ្ឈមណ្ឌលតំបន់នៃការស្រាវជ្រាវនិងឯកសារមួយក្រោមអាណាព្យាបាលរបស់អង្គការ UNESCO អនុលោមតាមយុទ្ធសាស្ត្រសកលដែលបានបញ្ចូលទៅក្នុងអង្គការ UNESCO de son catégorie 2 conformément à la stratégie globale et intégrée de l'UNESCO. Votre Excellence ឯកឧត្តមការអ្វីទៅជាសមិទ្ធផលដែលប្រសូតចេញពីកិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធទៅនឹងការអភិរក្សនិងការអភិវឌ្ឍនៃអូសៀនអង្គរ Oui, en relation avec ce que je viens de vous dire. ពាក់ព័ន្ធទៅនឹងអ្វីដែលខ្ញុំទើបតែជម្រាបលោកសមិទ្ធផលទី1នោះគឺជាការធ្វើកសោវិច័យជាអន្តរជាតិនៅក្នុងវិស័យនៃការអភិរក្សអង្គរគឺជារមណីយដ្ឋានបុរាណវិទ្យាដ៏ធំជាងគេក្នុងពិភពលោកហើយអ្នកជំនាញទៀតសោតសុទ្ធសឹងជាអ្នកពូកែជាងគេក្នុងពិភពលោកអញ្ចឹងហើយបាន CIC គឺជាស្ថាប័នលើកធ្លោក្នុងការដោះស្រាយនិងសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិគេមិនអាចនិយាយពីអ្នកជំនាញដែលមានកម្រិតខ្ពស់ដោយមិនបាននិយាយបច្ចេកទេសដ៏ខ្ពស់នោះទេការងារស្រាវជ្រាវបានដើរទន្ទឹមគ្នានឹងការស្វែងរកបទពិសោធន៍នៅលើគ្រប់វិស័យតាក់ទងទៅនឹងការជួសជុលដែលរួមមានការវិភាគអំពីថ្មការសិក្សាពីផលនៃអាកាសធាតុកំហិតចិត្តនៃផលប៉ះពាល់នៃការអភិវឌ្ឍលក្ខណៈខ្ញុំជាប្រធានអាជ្ញាធរជាតិអប្សរា
ខ្ញុំមិនអាចភ្លេចពីការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យស្របទៅនឹងបច្ចេកទេសថ្មីនៃការអភិរក្សនោះទេ La formation des ressources humaines aux nouvelles techniques ខ្ញុំក៏សង្កត់ធ្ងន់ផងដែរពីទូនីតិនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍរមណីយដ្ឋានអង្គរហើយក៏ខ្ញុំគិតទៅដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបដិសណ្ឋារកិច្ចនៅចំណតនៃប្រាសាទបន្ទាយស្រីជាមួយជំនួយរបស់ប្រទេសស្វីសឬក៏គម្រោងអភិវឌ្ឍសហគមន៍ជាមួយជំនួយរបស់ប្រទេសនូវែលសេឡង់និងជាពិសេសគម្រោងរៀបចំក្របខ័ណ្ឌនៃការគ្រប់គ្រងបេតិកភណ្ឌជាមួយនឹងជំនួយរបស់ប្រទេសអូស្ត្រាលី dans le cadre de la gestion du patrimoine avec l'Australie. Votre Excellence, ឯកឧត្តមអ្វីទៅជាការងារអតិភិបនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ឆ្នាំទៅមុខទៀត pour les prochaines années. Oui, tout d'abord, il faut stabiliser les acquis ici. ជាដំបូងយើងត្រូវធានាស្ថិរភាពនៃសមិទ្ធផលទាំងនេះដែលជាផ្នែកការនៃកិច្ចសហការតាមរយៈការផ្ទេរបច្ចេកទេសប្រកបដោយគុណភាពនិងពង្រឹងការបណ្ដុះបណ្ដាលយុវជនដែលបម្រើការនៅអាជ្ញាធរជាតិអប្សរាតាំងពីប្រមាណឆ្នាំមកហើយកិច្ចសហការមិនមែនត្រឹមតែជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុប៉ុណ្ណោះទេប៉ុន្តែគម្រោងជាច្រើនដំណើរការជាទ្វេភាគីដែលអាជ្ញាធរអប្សរាជាអ្នកម្ចាស់ការលើគម្រោងកម្ពុជាឡើងជាប្រទេសនៃការចូលរួមសហការប៉ុន្តែជាប្រទេសដៃគូអត្ថប្រយោជន៍ទាំងអស់នៃកិច្ចសហការគឺតម្រង់ទិសទៅគម្រោងទាំងអស់នៃការអភិវឌ្ឍប្រកបដោយចីរភាពដែលមានការចូលរួមពីប្រជាជននៅមូលដ្ឋាននិងដែលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់អង្គរខេត្តសៀមរាបស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែននិងរបស់រដ្ឋាភិបាល Premier ministre សម្ដេចតេជោហ៊ុនសែន et du gouvernement du Cambodge. Monsieur le vice-premier ministre, quels អាយុដំឧបនាយករដ្ឋមន្ត្រីតើមានគោលការណ៍ធំនាពេលអនាគតក្នុងនយោបាយរបស់អាជ្ញាធរជាតិអប្សរាដើម្បីគ្រប់គ្រងទេសចរក្នុងឧទ្យានអង្គរដែរទេ pour gérer le tourisme dans le parc d'Angkor? On ne peut pas nier le succès vertigineux. គេមិនអាចបដិសេធដោយជោគជ័យនៃកំណើនភ្ញៀវទេសចរបានទេប៉ុន្តែកំណើនទេសចរដែលច្រើនអាចនាំមកនូវជំរើសទេសចរមួយដែលមានគុណភាពទេសចរគុណភាពនៅទីនេះមិនសំដៅទេសចរទំនើបតែមួយមុខប៉ុណ្ណោះទេខ្ញុំគិតទៅដល់ការរៀបចំទេសចរប្រកបដោយចីរភាពដែលអ្នកទស្សនាមិនមកមើលតែ5ប្រាសាទដែលពិតមែនហើយជាការតាក់ទាញរបស់កម្ពុជាប៉ុន្តែខ្ញុំគិតដល់ការផ្ដល់តម្លៃដល់បេតិកភណ្ឌអរូបីតាមរយៈការរៀបចំខ្សែទស្សនកិច្ចវប្បធម៌សម្បូរបែប sera mise en valeur à travers des propositions de circuits culturels diversifiés. Il y a lieu les critiques concernant l'assaut កន្លងមកនេះមានការរិះគន់ជំវិញកំណើនភ្ញៀវទេសចរនៅតាមប្រាសាទមួយចំនួនប៉ុន្តែយើងបានរៀបចំគោលនយោបាយគ្រប់គ្រងការកើនឡើងនៃភ្ញៀវទេសចរដូចជានៅបាកាននៃប្រាសាទអង្គរវត្តនិងនៅប្រាសាទបន្ទាយស្រីជាដើម Bacan d'Angkor et le temple de Bantier Srai. នេះគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះនៅក្នុងចំណោមសកម្មភាពរបស់យើងក្នុងការរៀបចំនៅតាមប្រាសាទដែលមានអ្នកទេសចរទៅទស្សនាច្រើនដូចជានៅប្រាសាទតាព្រំនិងភ្នំបាក់ខែងឡាក់លើកពីនេះទៀតយើងកំពុងរៀបចំគោលការណ៍គ្រប់គ្រងបេតិកភណ្ឌវប្បធម៌ក៏ដូចជាធម្មជាតិដែលក្រុមសាគរគឺរៀបចំផែនការគ្រប់គ្រងទេសចរនេះឯង La réalisation d'un plan de gestion du tourisme ភាពសម្បូរបែបនៃការផ្ដល់សេវាកម្មទេសចរគឺជាការចាំបាច់រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍតំបន់ឆ្នេរដែលជាសមាជិកនៃក្លឹបដែលមានឆ្នេរសមុទ្រដ៏ល្អជាងគេក្នុងពិភពលោកក្រុងផ្លាកឈ្មោះឆ្នេរកម្ពុជាហើយជាមួយរមណីយដ្ឋានអង្គរដែលមានការតាក់ទាញផ្នែកវប្បធម៌ដ៏ខ្ពស់អាចនឹងបញ្ចូលខ្សែទស្សនកិច្ចនៃការស្នាក់នៅតាមមាត់សមុទ្រដ៏មានគុណភាពព្រមទាំងបន្ថែមទៅនឹងអេកូទេសចរនៅជុំវិញព្រៃកោងកាងដែលជាព្រៃធំជាងគេនៅអាស៊ីភាគអាគ្នេយ៍ l'écotourisme autour de la plus grande mangrove de l'Asie du Sud-Est. Votre Excellence, pour les populations locales, ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានក្នុងរមណីយដ្ឋានដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកបង្កនៅបញ្ហាមួយចំនួនតើឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានគោលនយោបាយបែបណាដើម្បីឲ្យប្រជាពលរដ្ឋមូលដ្ឋានចូលរួមនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៃឧទ្យានអង្គរនិងទទួលបានផលឲ្យបានច្រើនពីទេសចរ tire aussi un bénéfice du tourisme qui se développe dans le parc.
pour les populations vivant dans le parc archéologique ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានបុរាណអង្គរដែលត្រូវបានការពារនិងដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកគឺពិតជាមានបញ្ហាមួយចំនួនក៏ពិតមែនប៉ុន្តែក៏មានឱកាសច្រើនផងដែរជាដំបូងប្រជាពលរដ្ឋរស់នៅក្នុងបរិស្ថានដែលមានអភ័យឯកសិទ្ធិមួយហើយពួកគាត់អាចបន្តសកម្មភាពប្រពៃណីកសិកម្មដដែលលើកឡើងតែការសាងសង់ផ្ទះឬតូបលក់ទំនិញដែលមានទ្រង់ទ្រាយធំប៉ុណ្ណោះដែលត្រូវហាមឃាត់អាជ្ញាធរអប្សរាផ្ដល់ដល់ពួកគេនៅចំនួនបច្ចេកទេសនៅគ្រប់កម្រិតដូចជាកែលម្អប្រព័ន្ធធារាសាស្ត្រដើម្បីឲ្យប្រព័ន្ធស្រោចស្រពកាន់តែប្រសើរបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មគ្មានជាតិគីមីដើម្បីឆ្លើយតបទៅនឹងទីផ្សារព្រមទាំងជួយបង្កើតមុខរបរតូចៗសម្រាប់អ្នកទេសចរគឺជួយគ្រប់វិធីធ្វើយ៉ាងណាឲ្យពួកគាត់មានប្រាក់ចំណូលបន្ថែមដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ Tout ce qui peut leur amener des revenus complémentaires pour améliorer leur niveau de vie ជាអាចដើម្បីផ្ដល់ជំរកមួយដល់គ្រួសារដែលមានសមាជិកច្រើននិងដើម្បីគោរពប្រពៃណីនិងឫសគល់នៃគ្រួសាររដ្ឋាភិបាលបានរៀបចំផ្ទៃដី 1000 ហិកតាដែលស្ថិតនៅក្រៅតំបន់ហាមឃាត់ហើយក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបង្កើតភូមិអេកូទេសចរមួយដែលមានទីតាំងនៅរុនតាអែ a déjà construit des infrastructures nécessaires pour le développement dans l'éco-village à Runtaï. Runtaï, c'est le nom de l'éco-village. Les premiers គ្រួសារស្ម័គ្រចិត្តដំបូងគេទទួលបានដី 1 ហិកតានិងឈើប្រហែល 10 ម៉ែត្រគូបដើម្បីសាងសង់ផ្ទះមួយនិងរៀបចំសួនបន្លែមួយរហូតមកដល់ពេលនេះគ្រួសារចំនួន 90 ហើយបានមកតាំងទីលំនៅនិងបានសម្ដែងនូវភាពសប្បាយរីករាយណាស់ពីលក្ខខណ្ឌជីវិតរស់នៅថ្មីរបស់ពួកគេ se sont déjà installés et sont très satisfaites de la nouvelle condition de vie. Votre Excellence, le développement d'une ceinture ឯកឧត្តមគម្រោងអភិវឌ្ឍខ្សែក្រវ៉ាត់បៃតងនៃសៀមរាបគឺសំខាន់តើមានហេតុផលអ្វី c'est important pour vous. Pour quelle raison? Tout le monde sait que depuis le développement actif du tourisme នរណាក៏ដឹងដែរថាតាំងតែពីមានការអភិវឌ្ឍទេសចរដ៏សកម្មបច្ច័យនោះគឺការតាក់ទាញនៃប្រាង្គប្រាសាទ du temple d'Angkor, vous voyez, on peut dire que យើងទទួលស្គាល់ថាពិតជាមានការអភិវឌ្ឍនិងវឌ្ឍនភាពនៅតាមទីប្រជុំជនក្រុងក៏ប៉ុន្តែនៅតែមានភាពក្រីក្រនៅជុំវិញក្រុងនិងនៅតាមជនបទនៃខេត្តសៀមរាបក្នុងន័យនេះជាមួយដៃគូអាល្លឺម៉ង់យើងកំពុងអភិវឌ្ឍគម្រោងមួយដែលមានឈ្មោះថាខ្សែក្រវ៉ាត់បៃតង dans ce cas-là, vous voyez, nous avons avec comme partenaire les amis allemands, vous voyez, pour développer un projet que nous appelons le projet de Sentier Verte. Le projet de Sentier Verte គម្រោងនេះមានជាច្រើនដំណាក់កាលប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេអាចនិយាយបានថាគម្រោងនេះកំពុងតែទទួលផ្លែផ្កាជាបណ្ដាបណ្ដាគោលបំណងសំខាន់គឺធ្វើការបែងចែកធនធានពីក្រុងទៅកាន់ទីជនបទនិងទៅតាមតំបន់តាមស្រុកដទៃៗទៀតនៅខេត្តសៀមរាបគម្រោងនៅរុនតាឯកគឺជាឧទាហរណ៍ជាក់ស្ដែងដែលអភិវឌ្ឍដោយអាជ្ញាធរជាតិអប្សរាប៉ុន្តែគម្រោងខ្សែក្រវ៉ាត់បៃតងគឺមានទ្រង់ទ្រាយធំនេះក៏ជាគម្រោងស្ថិតនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពដែរ mais la Sentier Verte c'est beaucoup plus vaste, oui, de grande envergure. Oui, ça c'est un grand projet aussi, vient dans le cadre de développement durable. Votre Excellence, combien de pays sont impliqués dans la coopération តើមានប្រទេសប៉ុន្មានដែលបានចូលរួមសហការដើម្បីអភិរក្សឧទ្យានអង្គរ La coopération pour la préservation du site d'Angkor. L'inscription du site d'Angkor, vous voyez, a suscité une grande participation. ការចុះបញ្ជីប្រាសាទអង្គរបានតាក់ទាញឲ្យមានការចូលរួមច្រើនយើងអាចនិយាយបានថាសាធារណមតិបានជួយជ្រាបហើយបានចាត់ទុកជាករណីមួយដ៏គួរឲ្យកោតសរសើរបើទោះបីយើងមិនអាចនិយាយថាជាករណីតូចនោះទេរហូតមកដល់ពេលនេះតាមរយៈគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ CIC យើងទទួលបានជំនួយពីប្រទេសចំនួន 17 ដែលជួយក្នុងគម្រោងអភិរក្សក្នុងក្របខ័ណ្ឌអភិវឌ្ឍប្រកបដោយចីរភាពនិងមានអង្គការអន្តរជាតិចំនួន 26 ព្រមទាំងគម្រោងចំនួនជាង 60 ដែលបានបញ្ចុះនិងកំពុងអនុវត្តដូច្នេះគឺជាសមិទ្ធផលដែលមិនត្រូវបានបំភ្លេចយកមកបរិយាយនោះទេ En cours d'exécution ou déjà accompli. Oui. Donc c'est un acquis
qui ne peut pas être oublié d'être commenté.